អធិការរងស្រុកស្ទឹងត្រង់ម្នាក់រងគ្រោះថ្នាក់ធ្ងន់ធ្ងរខណៈចុះបង្ក្រាបក្រុមបង្កចំនួនក្នុងពិធីប្រដាល់គុណខ្មែរ ហេតុការណ៍ដ៏គួរឲ្យអាសូរមួយបានកើតឡើងនៅក្នុងខេត្តកំពង់ចាមកាលពីយប់ថ្ងៃទី 24 ខែមេសាឆ្នាំ 2026 នៅចំណុចភូមិបឹងដៃមួយឃុំព្រៃកក់ស្រុកស្ទឹងត្រង់លោកវិរៈសេនីតូម៉ាប់សុផាតដែលជាអធិការរងទទួលផែនការប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់បាត់ស្មារតីក្នុងអំឡុងពេលបំពេញភារកិច្ចយោងតាមរបាយការណ៍ផ្លូវការមុនពេលកាត់ហេតុលោកអធិការរងបានដឹកនាំកម្លាំងចុះត្បាតដើម្បីរក្សាសន្តិសុខមូលដ្ឋានលុះដល់វេលាម៉ោងប្រហែល 23:05 នាទីយប់ក៏ទទួលបានសេចក្តីរាយការណ៍ថាមានករណីក្មេងស្ទាវវាយតប់គ្នាបង្កភាពវឹកវរនៅក្នុងកម្មវិធីប្រដាល់គុណខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ថោនភ្លាមៗនោះលោកបានដឹកនាំក្រុមការងារចុះទៅអន្តរាគមន៍ដល់ទីតាំងកាត់ហេតុក៏ប៉ុន្តែក្នុងខណៈពេលកំពុងធ្វើការខកខ្លួនក្រុមបង្កចំនួនជនសង្ស័យម្នាក់បានប្រើប្រាស់វត្ថុស្រួចចាក់ទៅលើលោកចំផ្ទៃមុខក្បែរផ្នែកខាងស្ដាំនិងខ្ទង់ច្រមុះចំនួន2កន្លែងបណ្ដាលឲ្យលោកដួលក្នុងថ្លុកឈាបនិងសន្លប់បាត់ស្មារតីភ្លាមៗចំពោះជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចដេញចាប់និងខកខ្លួនបានភ្លាមៗនៅនឹងកន្លែងកាត់ហេតុដើម្បីបញ្ជូនទៅសាកសួរនិងកសាងសំណុំរឿងតាមច្បាប់ចំពោះជនរង